រឿងព្រៃចំបួរមានភូមិបុរាណដាច់ស្រយាលមួយនៅជាជនបទមានព្រៃខ្នាតធំដែលអ្នកភូមិនៅទីនោះហៅថាព្រៃចំបួរមិនមានអ្នកណាហ៊ានចូលទៅទីនោះក្រោយម៉ោង 5 ល្ងាចទេអ្នកភូមិចាស់តចំនួនគ្នានៅទីនោះនិយាយថាដើមឡើយនៅទីនោះជាទីវាលមានគ្រួសារដែលទៅនឹងរៀបការថ្មីថ្មោងបានទៅសាងសង់ខ្ទមដើម្បីរស់នៅគ្មានអ្នកភូមិណាស្គាល់ពួកគេទេគ្រួសារនោះមានគ្នា4នាក់មានឪពុកម្ដាយនិងកូនប្រុស2នាក់ម្នាក់មានអាយុប្រហែល9ឆ្នាំនិងម្នាក់ទៀតមានអាយុប្រហែល12ឆ្នាំឈ្មោះម៉ៅគ្រួសារនោះចិញ្ចឹមជីវិតដោយការដាំដំណាំនិងចិញ្ចឹមសត្វដោយអ្នកភូមិធម្មតាតែឪពុករបស់ម៉ៅគាត់មានវិជ្ជាចេះស្ដាប់ផ្លុំព្យាបាលជំងឺឆ្លោះក្រិចនិងជំងឺមួយចំនួនដែលគ្រូពេទ្យពីមុនព្យាបាលមិនជានៅថ្ងៃមួយឪពុករបស់ម៉ៅបានទៅព្យាបាលជំងឺឲ្យកូនស្រីមេភូមិនៅចុងភូមិជិតនោះក្រោយពីព្យាបាលរួចរាល់មេភូមិនោះបានជូនប្រាក់ច្រើនគួរសមសម្រាប់អរគុណដល់ឪពុករបស់ម៉ៅរួចគាត់ក៏ធ្វើដំណើរត្រឡប់មកផ្ទះវិញដោយមិនបានសង្កេតថាមានពួកក្រុមប្រមឹកមួយក្រុមកំពុងតាមគាត់នោះទេពេលធ្វើដំណើរដល់ខ្ទមនោះជាពេលវេលាយប់ស្ងាត់ក្រុមពួកប្រមឹកនោះនៅចាំមើលរហូតដល់មនុស្សដេកលក់អស់រួចពួកគេក៏បានចូលទៅនឹងប្រុងលួចប្រាក់ដល់ឪពុករបស់ម៉ៅរកបាន2ថ្ងៃមិញពេលចូលដល់ក្នុងខ្ទមពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះក្នុងខ្ទមនោះពោរពេញទៅដោយវត្ថុមន្តអាគមនិងរបស់សម្រាប់សែនព្រេនឲ្យពួកខ្មោចមានដូចជាកន្ទងចេកដីសូនជារូបគោរូបកូនក្មេងនិងរូបមនុស្សសរសៃសក់មនុស្សសម្លៀកបំពាក់ប្រឡាក់ឈាមស្បែកក្របីក្រចកឆ្អឹងសត្វនិងវត្ថុចម្លែកជាច្រើនទៀតពួកគេភ័យពេកក៏ប្រមូលយកបានតែរបស់បន្តិចបន្តួចរួចក៏រត់ចេញទៅតែពួកគេមិនបានប្រយ័ត្នបានធ្វើឲ្យភ្លើងចង្កៀងដួលរលំឆេះខ្ទមនោះតម្រាប់ដឹងខ្លួនភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅបាត់ទៅហើយឪពុករបស់ម៉ៅបានជំលះកូននិងប្រពន្ធឲ្យទៅក្រៅរួចបានប្រាប់ឲ្យពួកគេទៅនៅឯស្រុកឆ្ងាយហើយកុំត្រឡប់មកភូមិនេះទៀតរួចគាត់ក៏បានចូលទៅអង្គុយធ្វើពិធីម្យ៉ាងក្នុងភ្លុកភ្លើងនោះហើយក៏បានឆេះស្លាប់ក្នុងខ្ទមនោះដែរកន្លងផុតទៅបាន2អាទិត្យបន្ទាប់ពីធ្វើបុណ្យសពឲ្យឪពុករួចរាល់ម៉ៅនិងក្រុមគ្រួសារដែលនៅរស់បានចាក់ចេញពីភូមិនោះដើម្បីទៅនៅស្រុកផ្សេងតាមបណ្ដាំឪពុកចំណែកក្នុងភូមិនោះក៏មានរឿងចម្លែកកើតឡើងជាបន្តបន្ទាប់ឯក្រុមប្រមឹកនោះបានចាប់ផ្ដើមមានអ្នកស្លាប់បន្តគ្នាតែអ្វីដែលចម្លែកពួកគេបាននាំគ្នាទៅស្លាប់នៅទីវាលនោះដែលជាខ្ទមរបស់គ្រួសារម៉ៅគ្រប់គ្នាពួកគេស្លាប់តែហោងគួរឲ្យខ្លាចភ្នែកពួកគេបើកធំដូចមើលឃើញអ្វីមួយគួរឲ្យខ្លាចមុនពេលនឹងស្លាប់សាកសពខ្លះធ្លាពោះខ្លះមានស្នាមដូចជាគេរឹតកតែមិនមានការរើបំរាស់អីទេនៅសល់បុរសចុងក្រោយគេបានរត់ទៅរកលោកតាពូកែម្នាក់នៅវត្តមួយក្នុងទីរួមខេត្តពេលទៅដល់បុរសនោះក៏បានប្រាប់គ្រប់ហេតុការណ៍ដែលបានដឹងនិងឮពីគ្នាគេប៉ុន្មានអ្នកទៀតមុននឹងស្លាប់គ្នាគេម្នាក់និយាយថា
បានយល់សប្តិឃើញមានក្របីខ្មៅមួយក្បាលភ្នែកក្រហមដោយបិសាចស្នែងវាមានភ្លើងឆេះតិចៗបានដេញវត្តហើយក៏រត់ចូលទៅទីវាលខ្ទមឆេះនោះទៅរួចស្អែកឡើងគេក៏ស្លាប់នៅទីវាលនោះពិតមែនសាកសពធ្លាយពោះដោយត្រូវសត្វក្របីវត្តធ្លុះឯម្នាក់ទៀតយល់សប្តិថាមានសក់ខ្មៅវែងដោះវែងធ្លាក់ពីលើធ្នឹមក្នុងផ្ទះវែងរហូតដល់ចូលមករុំកគេរួចស្អែកឡើងក៏ឃើញស្លាប់នៅទីវាលនោះដែរហើយលើសាកសពមានឃើញស្នាមដូចមានគេរឹតកអញ្ចឹងចំណែកបរោះចុងក្រោយនេះគេយល់សប្តិឃើញហ្វូងខ្មោចជាច្រើនមកខាំហើយចាប់ឲ្យគេជាបំណែកយកទៅស៊ីយ៉ាងព្រឺព្រួចលោកតាស្ដាប់ចប់គាត់ក៏តាំងសមាធិបន្តិចរួចក៏ប្រាប់ថានឹងនិមន្តទៅទីនោះជាមួយនឹងបរោះនោះដែរពេលដល់លោកតាបានប្រាប់ឲ្យបរោះនោះត្រៀមទឹកមន្តបាយសម្លនំចំណីសម្រាប់សែនព្រេនរួចលោកតាក៏សម្រាកនៅទីវាលនោះមួយយប់លុះព្រឹកឡើងលោកតាក៏និមន្តត្រឡប់ទៅក្នុងភូមិវិញហើយនិយាយប្រាប់មេភូមិនិងបរោះនោះថាហាមមិនឲ្យទៅទីវាលនោះទៀតទេព្រោះទីវាលនោះបានคล้ายទៅជាភូមិខ្មោចបាត់ទៅហើយវត្ថុអពមង្គលខ្មោចព្រាយនិងមន្តអាគមខ្មៅទាំងអស់ដែលឪពុកម៉ែជាអ្នកថែរក្សាបានហោះហើរនិងចូលសន្តាប់តាមដើមឈើនិងទីកន្លែងផ្សេងតាមទីវាលនោះរួចអស់ទៅហើយពួកនោះមានរិទ្ធនិងគំនុំគុំខ្លាំងក្លាណាស់បើមានមនុស្សចូលទៅដឹងតែស្លាប់ហើយព្រោះទីនោះគ្មានសត្វមានជីវិតណាអាចរស់នៅបានទៀតទេហើយលោកតាក៏បាននិយាយប្រាប់ទៅបរោះនោះថាបើគេចង់រស់មានតែជំរើសមួយគត់គឺត្រូវបួសជាព្រះសង្ឃហើយត្រូវនៅតែក្នុងបរិវេណវត្តជាដាច់ខាតព្រោះគេនេះហើយជាម្ចាស់កម្មពៀដែលបានសាងកម្មគ្រប់បែបយ៉ាងតាំងតែពីជាតិមុនរហូតដល់ជាតិនេះបុណ្យដែលគេបានសាងកន្លងមកបានអស់ហើយលោកតាក៏ត្រឡប់ទៅវត្តវិញក្រោយពីនោះមកក៏នៅតែមានអ្នកស្លាប់ជាបន្តបន្ទាប់នៅទីវាលនោះចុងក្រោយមេភូមិក៏សម្រេចចិត្តប្រកាសហាមទៅជិតតំបន់នោះចាប់ពីម៉ោង 5 ល្ងាចតទៅក្រោយមកទីវាលនោះក៏លែងមានមនុស្សហ៊ានចូលទៅបណ្ដាលឲ្យមានដើមឈើតូចធំដោះបន្តគ្នារហូតកើតទៅជាព្រៃធំមួយហើយអ្នកភូមិនោះក៏ហៅទីនោះថាព្រៃចម្បួរជាព្រៃដែលមានពពួកខ្មោចព្រាយបិសាចនិងមន្តអាគមខ្មៅបន្តចំនួនគ្នារហូតមក